ប្រសិនបើបងប្អូនអត់ចូលចិត្តជាប្រភេទសាច់ណាហើយយើងឆាយើងអាចឆាជាមួយនឹងពងទាបែបដូចខ្ញុំបានបាទហើយវិធីឆាគឺងាយបាទតែជាដំបូងខ្ញុំហាន់ម្ទេសហាវ៉ៃយើងហ្នឹងហាន់ជាចំណិតសក់អត់ល្មមបងប្អូនបាទហើយម្ទេសខ្ញុំយកម្ទេសដាក់ម្ទេសខ្សែបានហឹលតិចប្រហែលជា10 20គ្រាប់ហ្នឹងបងប្អូនបាទហើយបន្តមកទៀតគឺខ្ញុំដាក់ស្លឹកខ្ទឹមបាទបងហើយក្រោយមកក៏ច្រាំខ្ទឹមបងប្អូនបាទមែនតើទៅម្ហូបមួយមុខនេះវាងាយស្រួលធ្វើហើយវាមិនសូវជាអស់ច្រើនបាទហើយខ្ញុំប្រើពងទា4 5គ្រាប់បងប្អូនបាទ4គ្រាប់បាទហើយឆាជាមួយនឹងស្ដេចផ្ដោះយើងណាក្រោយពីយើងបានលាងទឹកសម្អាតហើយបានស្អាតបាន4 5ទឹកមកបាទស្ដេចផ្ដោះនេះខ្ញុំទិញជាមកពីផ្សារកន្លះគីឡូបាទក្រោយមកទៀតយើងគូសពងទាយើងឆាវាដាច់ហ្នឹងហើយវារាងស្ងួតឆ្អិនល្អបងប្អូនបាទហើយមុនហ្នឹងក៏ភ្លេចថតពេលចាក់ពងទាបងប្អូនបាទក្រោយពីយើងថាឆាឆ្អិនហើយយើងដួសទុកមួយដលែកបងប្អូនក្រោយមកយើងដាក់ខ្លាញ់ពងខ្ទឹមម្ហូបនេះរាងចុះខ្លាញ់បន្តិចបងប្អូនបាទដោយសារយើងឆាបែបចិនអញ្ចឹងដឹងហើយម្ហូបចិនភាគច្រើនខ្លាញ់ច្រើនបាទក្រោយមកខ្ញុំដាក់ម្ទេសបាទមានពណ៌ដែលយើងដាក់យកពណ៌2ពណ៌ទៅ3ពណ៌អីហ្នឹងយើងឆាបានឈ្ងុយតិចសិនបងប្អូនបាទហើយវាជះក្លិនយ៉ាងឈ្ងុយដែរម្ទេសហាងដែរបាទខ្ញុំប្រើម្ទេសខ្សែខ្លះហើយក្រោយមកខ្ញុំដាក់ម្ទេសឆាចូលទៀតបាទម្ទេសឆានេះខ្ញុំឆាខ្លួនឯងទុកសាបាយវាឆាបាន 4 5 ត្រឡប់មកខ្ញុំប្រើទឹកថៃបន្តិចព្រោះខ្មុកហើយទឹកស៊ីអ៊ីវបន្តិចផងដែរបាទកុំឲ្យវាស្ងួតពេកក្រោយមកយើងងត់កន្លោះហើយមិនមែនជាអ្នកចុងផៅជំនាញទេប៉ុន្តែចេះតែកន្លោះទៅបងប្អូនបាទហើយក្រោយមកទៀតក៏ចាប់ដើមដាក់ស្ដេចបដោះយើងហ្នឹងកន្លោះហើយយើងឆាជាមួយនឹងទៅឆាជាមួយនឹងម្ទេសយើងមិញហ្នឹងយើងឆាឲ្យបានរាងសពបល្អសិនចាំយើងដាក់ពងទាតាមក្រោយហើយគ្រឿងរបស់យើងដាក់រ៉ូឌីដាក់ប៊ីចេងបន្តិចស្ករបន្តិចបាទហើយប្រេងខ្យងបន្តិចហើយទឹកត្រីអីយើងភ្លក់តាមចំណង់ចំណូលចិត្តបងប្អូនណាប៉ុន្តែម្ហូបមួយមុខនេះខ្ញុំអត់ដាក់ឲ្យដិតខ្លាំងទេខ្ញុំដាក់យ៉ាងស្រាលបន្តិចបាទយ៉ាងឡំមុំបាទហើយក្រោយមកទៀតក៏ឆាត្រឡប់បាន 4 5 ត្រឡប់សិនបងប្អូនឲ្យស្ដេចបដោះយើងបានរាងសពបល្អបាទចាំខ្ញុំដាក់ពងទាចូលបាទឥឡូវគឺចាប់ផ្ដើមដាក់ពងទាចូលបាទពងទារបស់យើងឆាមួយលើសិនអញ្ចឹងណាបានឆាទៅវាអត់ជាពេចច្បាច់វាអត់បតិបតាបងប្អូនបាទយើងធ្វើបែបនេះវាងាយស្រួលជាងវាចូលជាតិល្អដែរបាទហើយដាក់ពងទាឲ្យដូចជាដាក់ស្លឹកខ្ទឹមឲ្យរួចបងប្អូនមិនជាពិបាកទេបាទហើយណាមួយស្ដេចបដោះក៏យើងមិនត្រូវចំណាយពេលវេលាឆាយូរទេបងប្អូនបាទ3 4 ត្រឡប់ឆ្អិនបានដែរបាទសពបហើយយើងមិនឲ្យរលួយខ្លាំងណាបងប្អូនបាទហ្នឹងហើយបងប្អូនវីដេអូហ្នឹងមានតែប៉ុណ្្នឹងសម្រាប់មកបង្ហាញជូនបងប្អូនអ្នកនរគ្នាបានមើល